ផ្ដាំសាច់រឿងរបស់យើងមកយើងក៏បានឃើញគីរ៉ាគេក៏បានភ័យតក់ស្លុតយ៉ាងខ្លាំងហើយគេក៏បានសួរទៅកាន់អ៊ីសាហ្គីថាអ៊ីសាហ្គីហេតុអ្វីបានជាឯងមិនចោទអនាគតរបស់ខ្ញុំអញ្ចឹងអ៊ីសាហ្គីក៏បាននិយាយថាខ្ញុំមិនដឹងនោះទេខ្ញុំមិនដឹងថាអំបញ្ញមិញនេះវាមានរឿងអ្វីកើតឡើងនោះទេភ្លាមនោះអ៊ីហ្គោក៏បានចេញមកអ៊ីហ្គោក៏បាននិយាយថាគីរ៉ាឯងត្រូវបានដកចេញពីពលឺឡុកហើយលើបែបនោះគីរ៉ាក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគីរ៉ាស្ទើរតែនិយាយអ្វីលែងចេញទៅហើយគេក៏បានក្រោកឡើងដើម្បីទៅតវ៉ាជាមួយនឹងអ៊ីហ្គោគេក៏បាននិយាយថាហេតុអ្វីខ្ញុំត្រូវផ្ញើអនាគតរបស់ខ្ញុំនៅលើហ្គេមដ៏ឈួតមួយនេះខ្ញុំគឺជាគ្រាប់ពេជ្ររបស់ប្រទេសជប៉ុនតែអ្នកគិតថាអ៊ីសាហ្គីនិងអ៊ីហ្កាហ្គូរីល្អជាងខ្ញុំតាមមែនដែរទេតើហ្គេមដ៏ឈួតនេះមានអ្វីពាក់ព័ន្ធទៅនឹងបាល់ទាត់ទៅអ៊ីហ្គោក៏បានគិតបន្តិចហើយគេក៏បាននិយាយថានៅក្នុងពលឺឡុកអ្វីគ្រប់យ៉ាងគឺសិតតែពាក់ព័ន្ធទៅនឹងបាល់ទាត់ទាំងអស់សូមអ្នកក៏លែងមើលទៅជុំវិញខ្លួនបន្ទប់ដែលអ្នកនៅនេះគឺវាមានទំហំស្មើនឹងតំបន់គ្រោះថ្នាក់របស់ត្រាំងបាល់ហើយ75%នៃគ្រាប់បាល់ដែលអាចរកបានគឺស្ថិតនៅកន្លែងទាំងអស់នេះបើអ្នកមិនដឹងថាត្រូវធ្វើអ្វីនៅក្នុងតំបន់ទាំងអស់នេះទេគឺអ្នកមិនស័ក្តិសមនឹងធ្វើខ្សែប្រយុទ្ធឡើយហើយគីរ៉ាក៏បាននិយាយថាទោះវាបែបហ្នឹងពិតមែនប៉ុន្តែគ្រប់យ៉ាងគឺមិនតាក់ទងទៅនឹងបាល់ទាត់ដដែលអ៊ីហ្គោក៏បាននិយាយបន្តទៀតថាប្រសិនបើអ្នកជាអ្នករត់គេចនោះអ្នកត្រូវតែស្គាល់ពីលំហយុទ្ធសាស្ត្រនិងទីតាំងឲ្យបានច្បាស់លាស់ហើយប្រសិនបើអ្នកជាអ្នកប្រមាញ់គេនោះអ្នកត្រូវតែមានសមត្ថភាពកំណត់គោលដៅឲ្យបានខ្ពស់ហើយនិងសមត្ថភាពក្នុងការស៊ុតបាល់ឲ្យបានល្អនោះហើយគឺជាការវឹកហាត់ដ៏ល្អដែលខ្ញុំបានរកឃើញហើយគីរ៉ាក៏បាននិយាយថាទោះជាយ៉ាងណាក៏ដោយតើអ្នកដឹងអ្វីខ្លះអំពីខ្ញុំក្នុងរយៈពេល2នាទីនេះទាំងដែលការប្រកួតបាល់ទាត់គឺមានរយៈពេល90នាទីឯណោះហើយអ៊ីហ្គោក៏បានតបទៅវិញថាវាមធ្យមរយៈពេលដែលអាចរកគ្រាប់បាល់បាននៅក្នុងពេល90នាទីគឺមានប្រហែល136វិនាទីហើយអ្នកបានជះជាអាការនោះដែលយើងបានផ្ដល់ឲ្យអ្នកទាំងអស់គ្នាស្មើគ្នាគីរ៉ាក៏បានតបទៅវិញថាគឺគ្មានអ្វីដែលអាចធ្វើបានក្នុងរយៈពេល10វិនាទីចុងក្រោយនេះទេហើយអ៊ីហ្គោក៏បានតបទៅវិញថាចុះបើនេះជាការប្រកួតវិញពេលដែលបាល់បានបុកអ្នកពេលវេលាដែលនៅសល់គឺ1វិនាទីទៀតបើសិនជាអ្នកគឺជាកីឡាករល្អមែនអ្នកនឹងយកពេលនោះដើម្បីទាត់ឲ្យត្រូវអ៊ីហ្កាហ្គូរីដែលមិនអាចធ្វើចលនាបាននោះប៉ុន្តែអ្នកមិនបានឃើញវានោះទេតាមរបៀបមួយវាគឺជាការលេងចុងក្រោយមុនពេលផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយមិត្តរួមក្រុមរបស់អ្នកបានទាត់បាល់មកត្រូវអ្នកបានបោះបង់វាហើយទទួលស្គាល់ការបរាជ័យនេះហើយគឺជាមូលហេតុដែលអ្នកមិនបានឃើញវាអ្នកបានបោះបង់ឱកាសរបស់អ្នកនៅក្នុងជ័យជំនះដែលមិនបន្តទៅមុខទៀតហើយនៅក្នុងហ្គេមនេះអ្នកក៏អាចនឹងចាញ់ប្រសិនបើអ្នកកាន់បាល់យូរពេកប៉ុន្តែអ្នកក៏អាចនឹងឈ្នះផងដែរព្រោះអ្នកមានអំណាចនៅក្នុងការជ្រើសរើសអ្នកប្រមាញ់បន្ទាប់ជាខ្សែប្រយុទ្ធម្នាក់អ្នកត្រូវតែប្រយុទ្ធរហូតដល់នាទីចុងក្រោយអ៊ីសាហ្គីគឺជាអ្នកដែលកំណត់គោលដៅទៅលើអ្នកមានចំណាត់ថ្នាក់ខ្ពស់ជាងខ្លួនមិនមែនអ៊ីហ្កាហ្គូរីដែលមានចំណាត់ថ្នាក់ទាបជាងគេនោះទេហើយប៉ាជីរ៉ាក៏បានឆក់បាល់ពីអ៊ីសាហ្គីដើម្បីទៅប្រមាញ់អ្នកដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅទីនេះគឺជាការឆ្លុះវែងដោយអាត្មានិយមដើម្បីចង់បានជ័យជំនះនោះហើយគឺជាភាពអាត្មានិយមរបស់ខ្សែប្រយុទ្ធដែលខ្ញុំកំពុងស្វែងរកអ្នកចាញ់ហើយសូមចាក់ចេញពីទីនេះគីរ៉ាក៏បានអស់អីនិយាយតែម្ដងព្រោះអ៊ីហ្គោពិតជានិយាយត្រូវខ្លាំងណាស់ហើយគីរ៉ាក៏បានបញ្ចេញទឹកមុខដ៏គួរឲ្យខ្លាចហើយគេបានទម្លាក់កំហុសទាំងអស់ទៅកាន់ប៉ាជីរ៉ាហើយអ៊ីសាហ្គីក៏បានភ្ញាក់ផ្អើលផងដែរហើយគេក៏បានសម្លក់អ៊ីសាហ្គីដោយទឹកមុខគួរឲ្យខ្លាចហើយគីរ៉ាក៏បានដើរចេញពីទីនេះទាំងមិនអស់ចិត្តហើយអ៊ីសាហ្គីក៏បានឆ្ងល់ទៅកាន់ខ្លួនឯងផងដែរហេតុអ្វីបានជាគេទាត់បាល់មនុស្សដើម្បីបញ្ចប់អនាគតគីរ៉ាបែបនេះហើយគេក៏បានគិតដល់ពេលមុននេះបន្តិចគេក៏បានទាត់បាល់បញ្ចប់អនាគតគីរ៉ាដោយមិនស្ទាក់ស្ទើរហើយគេក៏បានគិតថាប្រហែលមកពីប៉ាជីរ៉ាហើយគេក៏បានដើរទៅសួរប៉ាជីរ៉ាតែម្ដងអ៊ីសាហ្គីក៏បានសួរទៅកាន់ប៉ាជីរ៉ាថាហេតុអីបានជាឯងទុកចិត្តហុចបាល់នេះមកកាន់ខ្ញុំចុះបើខ្ញុំធ្វើវាមិនបានឯងនឹងត្រូវចាក់ចេញពីទីនេះហើយប៉ាជីរ៉ាក៏បានតបទៅវិញថាព្រោះខ្ញុំដឹងតែឯងនឹងទាត់វាហើយអ៊ីសាហ្គីគេក៏បានភ្ញាក់ផ្អើលផងដែរប៉ាជីរ៉ាក៏បាននិយាយបន្តទៀតថាខ្ញុំជឿជាក់លើឯងហើយខ្ញុំបានឈ្នះពិតមែនហើយអ៊ីសាហ្គីក៏បានគិតថាបែបនេះគឺពិតជាឈួតហើយអ៊ីហ្កាហ្គូរីគាត់ក៏បាននិយាយថាតើការសម្ដែងនេះនៅតែបន្តទៀតតាមមែនដែរឬទេហើយអ៊ីហ្គោក៏បាននិយាយថាការសោកចំអកឯងនិយាយត្រូវហើយនេះគឺជាការសោកចំអកនៃពិភពចាញ់ឬឈ្នះតែប្រយុទ្ធលំដាប់ពិភពលោកទាំងនោះអ្នកពិតជាស្រឡាញ់ពួកគេណាស់តើអ្នកមានអារម្មណ៍យ៉ាងណាក្នុងការតស៊ូអាជីពរបស់អ្នកជាលើកដំបូងតើវាធ្វើឲ្យអ្នកភ័យទេហើយតើវាធ្វើឲ្យអ្នករំភើបទេនេះគឺជារឿងធម្មតានៅក្នុងពលឺឡុកតើវាតក់ស្លុតមែនទេវាបានធ្វើឲ្យអ្នកស្គាល់ពាក្យខ្ញុំមិនអីទេខ្ញុំបានរួចខ្លួនហើយនោះហើយគឺជាអារម្មណ៍ដែលមានជ័យជំនះបញ្ចូលវាទៅក្នុងខួរក្បាលរបស់អ្នកនៅពេលដែលអ្នកទទួលបានអារម្មណ៍ថារីករាយភាពអាត្មានិយមរបស់អ្នកនឹងត្រូវបានរីកចម្រើនឡើងហើយវានឹងធ្វើឲ្យអ្នកក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតរបស់ពិភពលោកអបអរសាទរអ្នកបានប្រឡងជាប់ការស្នាក់នៅរបស់ពលឺឡុកមានមនុស្សចំនួន11នាក់នៅក្នុងបន្ទប់មួយនេះហើយអ្នកត្រូវតែរស់នៅជាមួយគ្នាពេលខ្លះអ្នកនឹងធ្វើការជាមួយគ្នាហើយពេលខ្លះទៀតអ្នកនឹងក្បត់គ្នាទៅវិញទៅមកអ្នកនឹងក្លាយជាគូប្រជែងបំផ្លាញអនាគតគ្នាទៅវិញទៅមកហើយនេះគឺជាក្រុមសិទ្ធិដែលស្ថិតនៅក្នុងពលឺឡុកកាត់ចូលមកដល់ថ្ងៃបន្ទាប់ទីមសិទ្ធិក៏បានមកវឹកហាត់ទាំងអស់គ្នាហើយចំណែកឯអ៊ីសាហ្គីវិញគេក៏បានវឹកហាត់របួនរត់របស់គេបែបនេះគាត់មានឈ្មោះថារៃស៊ីហើយគេក៏បាននិយាយទៅកាន់អ៊ីសាហ្គីថាចុះមកអូនឯងហត់យឺតម្លឹងចង់ខ្លាចជាកីឡាករលេខ1ទៅមិនរួចទេអាបើហើយបរមនេះទេក៏បានចេញមកថាកុំប្រកាន់ជាមួយអាប៉ែនឹងអីហើយអ៊ីសាហ្គីត្រូវការទឹកអត់អ៊ីសាហ្គីក៏បានថាអរគុណគេក៏បាន
បានទៅលោតកម្ពស់វិញម្ដងហើយយើងក៏បានឃើញថាសមត្ថភាពអ៊ីសាហ្គីគឺចាញ់គេដាច់តែម្ដងហើយប៉ែដែលលោតពីអ្នកអ៊ីសាហ្គីនឹងគាត់មានឈ្មោះថាគួនគាត់ក៏បាននិយាយថាអ៊ីសាហ្គីថ្ងៃនេះឯងធ្វើមិនបានល្អសោះសាហ្គីក៏បានឆ្លើយទៅកាន់គេវិញថាអូខ្ញុំដឹងហើយយើងកាត់ចូលមកដល់ម៉ោងបាយវិញអ៊ីសាហ្គីក៏បានទៅយកម្ហូបរបស់គេម៉ាស៊ីននោះក៏បានកំណត់អត្តសញ្ញាណនេះគឺជាអ៊ីសាហ្គីចំណាត់ថ្នាក់ទី299ចំណែកឯអាហារដែលគេបាននោះគឺត្រឹមតែមីកំប៉ុងតែប៉ុណ្ណោះហើយចំណែកឯអ៊ីហ្គារ៉ាស៊ីវិញគេទទួលបានតែបាយហើយនិងទឹកស៊ុបទេព្រោះគេមានចំណាត់ថ្នាក់ទី300គឺទាបជាងគេទាំងអស់តែម្ដងហើយបើយើងក៏លេចទៅមើលអ្នកដែលមានចំណាត់ថ្នាក់ខ្ពស់ជាងពួកគេវិញគេទទួលបានអាហារដែលឆ្ងាញ់តែម្ដងយើងកាត់មកដល់ពេលយប់ឡើងវិញយើងក៏បានឃើញមនុស្សគ្រប់គ្នាបានគេងអត់ទៅហើយប៉ុន្តែចំណែកឯតួឯកប្រុសរបស់យើងគឺគេមិនលក់នោះទេគឺគេក៏បាននឹកដល់ការវឹកហាត់របស់គេការវឹកហាត់របស់គេក៏ពិតជាខ្សោយជាងគេខ្លាំងណាស់គេមិនអាចគេលក់បាននោះទេគេក៏បានក្រោកឡើងដើម្បីទៅវឹកហាត់បន្តទៀតពេលដែលគេកំពុងដើរទៅនោះស្រាប់តែមានអ្នកណាម្នាក់បានបោកបោមកត្រូវគេហើយចំណែកឯម្នាក់នោះគឺជាប៉ាជីរ៉ាហើយប៉ាជីរ៉ាក៏បានបបួលអ៊ីសាហ្គីតែវឹកហាត់ជាមួយគ្នាផងដែរមកដល់តារាងបាអ៊ីសាហ្គីក៏នៅតែសួរពីរឿងការពីព្រឹកមិញថាហេតុអីបានជាប៉ាជីរ៉ាទុកចិត្តហុចបោមកកាន់គេបែបនេះហើយចុះប្រសិនបើខ្ញុំធ្វើវាមិនបានឯនឹងត្រូវចាច់ចេញពីទីនេះហើយប៉ាជីរ៉ាក៏លែងលាក់ទៀតដែរគឺគេក៏បានប្រាប់ថាគេគឺមានបិសាចមួយដែលស្ថិតនៅក្នុងខ្លួនរបស់គេចាំជួយប្រាប់គេពេលដែលគេលេងបាល់ហើយគេក៏បាននិយាយបន្តទៀតថាគេស្គាល់បិសាចនេះគឺដោយសារតែនៅពេលមួយដែលគេបានចូលលេងឲ្យវិទ្យាល័យរបស់គេនៅពេលដែលគេបានបណ្ដាបាល់សុកនោះស្រាប់តែខាងគូប្រកួតរបស់គេបានចាប់ទាញអារបស់គេធ្វើឲ្យគេដួលហើយភ្លាមនោះគេក៏បានឃើញបិសាចមួយគឺនៅក្នុងមុខគេហើយបិសាចនោះក៏បានហុចដៃដើម្បីជួយគ្រាប៉ាជីរ៉ាឡើងហើយតាំងពីថ្ងៃនោះមកប៉ាជីរ៉ាក៏បានលេងបាល់ជាមួយនឹងបិសាចនេះហើយបិសាចនេះតែងតែចេញមកប្រាប់គេរហូតពេលដែលគេកំពុងតែលេងបាល់ហើយបិសាចនោះក៏បានប្រាប់ខ្ញុំថាបោះបាល់ឲ្យអ៊ីសាហ្គីទៅបិសាចរបស់ខ្ញុំវាបាននិយាយថាគឺមានបិសាចមួយទៀតដែលនៅក្នុងខ្លួនរបស់ឯងភ្លាមនោះប៉ាជីរ៉ាក៏បានញាក់បាល់ផុតអ៊ីសាហ្គីហើយគេក៏បាននិយាយថាពេលដែលខ្ញុំកំពុងលេងបាល់ខ្ញុំតែងតែលើកសំឡេងវាឲ្យប្រាប់ខ្ញុំឲ្យធ្វើអ្វីមួយហើយប៉ាជីរ៉ាក៏បានសួរទៅកាន់អ៊ីសាហ្គីថាតើឯងមានលើកសំឡេងអ្វីនៅក្នុងខ្លួនរបស់ឯងដែរឬទេអ៊ីសាហ្គីក៏បានឆ្ងល់ខ្លាំងមែនតើថាប៉ាជីរ៉ាចង់និយាយអំពីអ្វីហើយគេក៏បានគិតដល់ពេលដែលគេទាត់បាល់ដើម្បីបញ្ចប់អនាគតរបស់គីរ៉ានោះតែជាពេលនោះមែនទេពេលនោះខ្ញុំមិនដឹងថាខ្លួនឯងបានធ្វើអ្វីនោះទេហើយអ៊ីសាហ្គីក៏បានឆ្ងល់ថាតើនោះគឺជាអ្វីទៅខ្ញុំត្រូវតែស្វែងយល់អំពីវាដើម្បីខ្ញុំអាចរស់នៅក្នុងផ្លូវលោកនេះបានហើយប៉ាជីរ៉ាក៏បាននិយាយបន្តទៀតថាមេស៊ីរ៉ូណាល់ដូណូអែលណូអាពួកគេសុទ្ធតែមានបិសាចរបស់ពួកគេរៀងៗខ្លួននោះគឺជាអ្វីដែលតំណាងឲ្យខ្សែប្រយុទ្ធខ្ញុំជឿជាក់លើវាហើយប៉ាជីរ៉ាក៏បាននិយាយបន្តទៀតថាអ៊ីសាហ្គីខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានជួបអ្នកនៅទីនេះហើយប៉ាជីរ៉ាក៏បានយកជើងដើម្បីទ្របបាល់ដែលគេទាត់ទៅឡើងលើអំបញ្ញមិញនោះហើយអ៊ីសាហ្គីក៏បានញាប់ផ្អើលទៅនឹងសមត្ថភាពរបស់គេផងដែរហើយអ៊ីសាហ្គីនៅតែឆ្ងល់នៅអ្វីដែលប៉ាជីរ៉ាបាននិយាយមុននេះប៉ាជីរ៉ាក៏បាននិយាយថាចូលមកដណ្ដើមបាល់ពីខ្ញុំមកភ្លាមនោះកែបផ្នែកអាត្មានិយមរបស់អ៊ីសាហ្គីក៏បានបើកឡើងគេក៏បានស្ទុះទៅដើម្បីដណ្ដើមបាល់ពីប៉ាជីរ៉ាក៏បាននិយាយថាកែបផ្នែករបស់ឯងពិតជាដូចពេលនោះណាភ្លាមនោះសំឡេងមីក្រូក៏បានបន្លឺឡើងប្រាប់ឲ្យពួកគេទៅបន្ទប់វិញទៅចំណុចថ្នាក់នឹងត្រូវបានផ្លាស់ប្ដូរបន្តិចទៀតនេះយើងក៏លេចមកមើលនៅក្នុងបន្ទប់វិញចំណុចថ្នាក់របស់ពួកគេក៏បានផ្លាស់ប្ដូរផងដែរពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ហើយអ្នកដែលសប្បាយចិត្តជាងគេនោះគឺជាអ៊ីហ្គារ៉ាស៊ីព្រោះគេឡើងពីលេខ300មកលេខ275ហើយគេក៏បានសួរទៅកាន់អ៊ីសាហ្គីផងដែរតែចំណុចថ្នាក់របស់ឯងបានផ្លាស់ប្ដូរដែរឬទេហើយអ៊ីសាហ្គីគេក៏បានក៏លេចទៅមើលលេខអារបស់ខ្លួនឯងផងដែរដែលគេមានលេខ274ហើយភ្លាមនោះអ៊ីហ្គោក៏បានចេញមកគេក៏បានសួរស្ដីទៅកាន់អ្នកគ្រប់គ្នាហើយគេក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើអ្នកបានរីកចម្រើនអ្វីខ្លះនៅទីនេះហើយរ៉ៃឈីគេក៏បាននិយាយថាមាននរណារីកចម្រើននៅក្នុងបរិស្ថានដ៏អាក្រក់មួយនេះទេហើយបរិមម្នាក់ទេក៏បាននិយាយថាហារបស់យើងដូចជាមិនសូវល្អសោះហើយអ៊ីហ្គោក៏បានតបទៅវិញថានោះមកពីចំណាត់ថ្នាក់របស់អ្នកគឺទាបពេកហើយអ៊ីហ្គោគេក៏បាននិយាយបន្តទៀតថានៅក្នុង Blue Lock គឺបែងចែកជា5អគារមួយអគារគឺមាន5ក្រុមហើយក្រុមសរុបទាំងអស់គឺមាន25ក្រុមតែចែកចំណាត់ថ្នាក់ពី B ដល់ Z បន្ទាប់ពីយើងធ្វើតេស្តរួចមនុស្ស25នាក់ត្រូវបានដកចេញពី Blue Lock ដូច្នេះសមាជិកក្រុមរបស់យើងគឺនៅសល់តែ275នាក់តែប៉ុណ្ណោះអំបញ្ញមិញនេះអ៊ីហ្គារ៉ាស៊ីខំតែសប្បាយចិត្តតាមពិតខ្លួនឯងគឺនៅលេខចុងក្រោយគេដដែលហើយអ៊ីហ្គោគេក៏បាននិយាយបន្តទៀតថាចំណុចថ្នាក់ពីលេខ1ដល់លេខ11គឺនៅក្នុងក្រុម B ហើយចំណុចថ្នាក់ទី12ដល់ទី22នោះគឺស្ថិតនៅក្នុងក្រុម C និយាយខ្លីទៅក្រុម Z គឺមានចំណុចថ្នាក់ទីជាងគេបង្អស់នៅក្នុងអគារទាំង5នេះហើយរ៉ៃឈីគេក៏បាននិយាយថាកុំយកខ្ញុំទៅប្រៀបធៀបជាមួយកីឡាករអន់ទាំងអស់នេះហើយគូនីកាមីក៏បានសួរទៅគេវិញថាតើឯងថាឲ្យអ្នកណាគេទៅហើយគូនក៏បាននិយាយខាត់ពួកគេផងដែរហើយអ៊ីហ្គោគេក៏បាននិយាយបន្តទៀតថាអ្នកដែលមានចំណុចថ្នាក់ខ្ពស់គេអាចទទួលបាននូវម្ហូបដែលឆ្ងាញ់និងកន្លែងវឹកហាត់ដ៏ល្អៗផងដែរនៅក្នុង Blue Lock នេះអ្នកដែលលេងបាល់ខ្លាំងជាងគេគឺជាស្ដេចសាច់រឿងរបស់យើងក៏បានកាត់មកដល់បរិមម្នាក់ទៀតដែលគាត់មានឈ្មោះថាអ៊ីតូស៊ីសៃដែលគាត់គឺជាខ្សែបម្រើឆ្នាំរបស់ពិភពលោកហើយបរិសដែលកំពុងនិយាយជាមួយគេនេះគឺគេគឺជានាយកសហព័ន្ធបាល់ទាត់របស់ប្រទេសជប៉ុនគេក៏បានសុំឲ្យសាអេមកប្រកួតតំណាងឲ្យប្រទេសជប៉ុនវិញព្រោះសាអេបានចាក់ចេញទៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយសាអេក៏បានតបទៅវិញថាជំនួសឲ្យការលេងនៅក្នុងស្រុកខ្ញុំសុខចិត្តទៅលេងជាមួយនឹងក្មេងៗនៅក្រៅប្រទេសវិញតែ
នាយកនោះគេនៅតែបញ្ចុះបញ្ចូលខ្សែ A អញ្ចឹងខ្សែ A មិនចង់និយាយអ្វីទៀតទេគេក៏បានងើបដើរចេញគេក៏បាននិយាយថាក្តីសម័យរបស់គេគឺចង់ឈ្នះ Champions League ប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងប្រទេសជប៉ុនគ្មានអ្នកណាមានសមត្ថភាពអាចលេងជាមួយគេបានទេហើយខ្សែ A គេក៏បាននិយាយបន្តទៀតថាស្ដាយណាស់ខ្ញុំបានកាត់ខុសប្រទេសហើយជំនួយការរបស់គេក៏បាននិយាយថាខ្សែ A លោកធ្វើបែបនេះអ្នកសារព័ត៌មាននឹងផ្សាយអាក្រក់អំពីលោកហើយខ្សែ A គេក៏បាននិយាយទៅវិញថាប្រទេសមួយនេះគឺមិនសំខាន់សម្រាប់ខ្ញុំទេមកពី passport របស់ខ្ញុំពិតកំណត់ទៅខ្ញុំមកប្រទេសនេះវិញដើរទៅមុខបន្តិចទៀតគេក៏បានឃើញសន្និសីទកាសែតមួយហើយគេក៏បានឈប់មើលបន្តិចសិនដែលសន្និសីទកាសែតនោះគេក៏បាននិយាយអំពីការវឹកហាត់ខ្សែប្រយុទ្ធរបស់ Blue Lock ដើម្បីអាចឲ្យជប៉ុនឈ្នះពាន World Cup បានលៀននោះក៏មានអ្នកកាសែតម្នាក់ក៏បានសួរទៅកាន់ប្រធានសហព័ន្ធបាល់ទាត់របស់ប្រទេសជប៉ុនថាបើទោះជាយើងបង្កើតបានខ្សែប្រយុទ្ធកំពូលម្នាក់មែនតែធ្វើដូចម្ដេចទើបធានាថាជប៉ុននឹងអាចលើកពាន World Cup បាននោះតែអ្នកគិតថាបំផ្លាញអនាគតក្មេងចំនួន299នាក់ដើម្បីតែក្មេងម្នាក់នោះតើវាត្រឹមត្រូវដែរឬទេតើឪពុកម្ដាយរបស់គេបានជំទាស់ដែរឬទេហើយប្រធានសហព័ន្ធបាល់ទាត់ក៏បានតទៅវិញថានោះហើយទើបយើងឲ្យពួកគេជ្រើសរើសដោយខ្លួនឯងហើយឪពុកម្ដាយរបស់ពួកគេក៏បានយល់ព្រមនឹងចុះហត្ថលេខាផងដែរហើយជំនួយការរបស់ Ego គេក៏បាននិយាយថាដើម្បីឲ្យបាល់ទាត់របស់ប្រទេសជប៉ុនដំណើរការទៅមុខយើងត្រូវការគម្រោងមួយនេះហើយចំណែកឯសៃវិញគេក៏បានភ្ញាក់ផ្អើលផងដែរគេក៏បាននិយាយបន្តទៀតថាតើអ្នកមិនចង់ឃើញកីឡាករល្អបំផុតរបស់ប្រទេសជប៉ុនកើតឡើងទេមែនទេហើយសាច់រឿងរបស់យើងក៏បានកាត់ទៅដល់អគាររបស់ Blue Lock វិញហើយ Ego គេក៏បាននិយាយថានេះគឺជាការចម្រុះរបស់ក្រុមទាំង5ដែលស្ថិតនៅក្នុងអគារនីមួយៗហើយបរិយាម្នាក់ដែលមានសក់ប៉កាជុកនេះគេក៏បានសួរថាតើយើងត្រូវតែប្រកួតជាក្រុមមែនដែរឬទេហើយ Ego គេក៏បាននិយាយថាត្រឹមត្រូវណាស់ហើយពួកគេក៏បានពិភាក្សាគ្នាអំពីការចែកតួនាទីរបស់ពួកគេប៉ុន្តែអ្នកណាក៏ចង់ធ្វើខ្សែប្រយុទ្ធដែរហើយ Ego គេក៏បាននិយាយថាស្ដាប់ណាបាល់ទាត់គឺបង្កើតដំបងមួយក្រុមគឺសិតតែខ្សែប្រយុទ្ធទាំងអស់បាល់ទាត់គឺជាការកសាងគ្រាប់បាល់ពីលេខ0ឡើងទៅសាច់រឿងរបស់យើងក៏បានកាត់មកដល់ចំណុចការរបស់ Ego វិញដែលគេសួរទៅកាន់អ្នកគ្រប់គ្នាថាតើអ្នកនរគ្នាមិនចង់ឃើញប្រទេសជប៉ុនលើកពាន World Cup ទេមែនទេហើយគេក៏បាននិយាយបន្តទៀតថាគម្រោងតែមួយគត់ដែលអាចឲ្យប្រទេសជប៉ុនលើកពាន World Cup បាននោះគឺ Blue Lock ចំណែកឯ Ego វិញគេក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើអ្នកនរគ្នាត្រៀមខ្លួនដើម្បីប្រយុទ្ធហើយឬនៅហើយជំនួយការរបស់ Ego ក៏បានដើរចេញពីសន្និសីទកាសែតហើយអ្នកកាសែតទាំងអស់គ្នាគឺមានចម្ងល់ជាច្រើនដើម្បីសួរទៅកាន់គេប៉ុន្តែគេមិនឆ្លើយនោះទេចំណែកឯជំនួយការរបស់សាយវិញគេក៏បានប្រាប់ទៅសាយថាជិតដល់ម៉ោងឡើងជាយន្តហោះហើយសាយគេក៏បាននិយាយទៅវិញថាបបងវាចោលទៅខ្ញុំចង់ឃើញកីឡាករល្អដែលកើតនៅក្នុងប្រទេសមួយនេះតបផ្នែករបស់ខ្ញុំហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់